anh nụ chom này mũi sồn sự sẽ bằng bộ từng óc này bằng bộ khiêm mơ video này hai khiêm đôi thà tròn sợi hai tận tầm bên nước khiêm tròn share bằng bộ từng óc này mơ cho mỗi khiêm hai nâng đôi thà chạy đồng lại hai nâng dương sợi từng óc này bằng bộ khơi video này khẳng khẳng khăn khiêm này hai đại lột protein này thập đây ba chục bọn là này kê tờ vậy tung score mà nếu bằng bộ này ngày khiêm chưa chạy thập đây nó kê celebrate cho năm chắn trong bộ video đại khiêm tròn lược dòng mà này này cứ đôi thà cho bằng bộ khơi nhé kê vậy tung tăng có bàn tay bằng bộ mơ đi sai mà được nâng phongមនុស្សខូចមនុស្សខូចមនុស្សមិនល្អទេវតាប្រាមុខឃើញអត់ការងារធ្វើគឺចង់បានខៀវភ្នែកពិធីចូលឆ្នាំចិននេះអំណោយរបស់ឆ្នាំថ្មីនេះគឺបានខៀវភ្នែកខ្មៅភ្នែកបច្ចុប្បន្នឥឡូវនេះម្នាក់ហ្នឹងគេជាប់ឆ្នោតហើយហ្នឹងហើយអ្វីដែលយើងបានលើបន្តពីគេជាប់ឆ្នោតណាបងប្អូនឃើញហើយសណ្ដានជន់មីនពូជហ្នឹងជន់មីនគ្រាន់តែម្នាក់ហ្នឹងជាប់ឆ្នោតភ្លាមគឺជន់មីនបន្តទៀតហើយអញ្ចឹងហើយបានខ្ញុំដាក់ត្រកូលគេហ្នឹងថាត្រកូលជន់មីនទៅចោះហ្នឹងហើយក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ចែករំលែកបងប្អូននេះអត្ថបទខាងក្រៅនេះបងប្អូនណាគឺមានគណៈបកប្រឆាំងមួយចំនួនហ្នឹងហើយដែលគេមិនទទួលស្គាល់ក្នុងការដែលបោះឆ្នោតគេបាននិយាយច្បាស់តែម្ដងថាបោះឆ្នោតហ្នឹងគឺมันមានភាពដូចថាយុត្តិធម៌និងស្មារតីភាពឡើយហើយគេក៏បានអំពាវនាវឲ្យអ្នកដែលថាដែលទទួលខុសត្រូវខាងរៀបចំការបោះឆ្នោតហ្នឹងគឺថាព្យាយាមរាប់សัญลักษณ์ឆ្នោតសារជាថ្មីពីព្រោះគេជឿជាក់ថាសัญลักษณ์ឆ្នោតហ្នឹងគឺរាប់អត់មានភាពយុត្តិធម៌ឡើយហ្នឹងហើយគេក៏បាននិយាយថាការបោះឆ្នោតហ្នឹងគឺมันមានភាពស្មើភាពឥឡូវនេះយើងពិចារណាគ្នាយើងទាំងអស់គ្នាវិញបងប្អូនចំពោះខ្ញុំខ្លួនឯងក៏ខ្ញុំគិតថាការបោះឆ្នោតនេះមិនយុត្តិធម៌ដែរខ្ញុំមិនដែលជឿទេថាម្នាក់នឹងបានជាប់ឆ្នោតខ្ញុំមិនដែលជឿតទៅសោះថាម្នាក់នឹងបានជាប់ឆ្នោតក៏ប៉ុន្តែជាលទ្ធផលគេបានជាប់ឆ្នោតនេះហើយគឺជាអ្វីដែលខ្ញុំមានការព្រួយបារម្ភចំពោះដូចថាការដឹកនាំនៅក្នុងប្រទេសថៃបច្ចុប្បន្នឥឡូវនេះគឺថាអ្នកណាដូចថាដែលចេះអែបអបអ្នកណាដូចថាដែលចេះយកចិត្តអ្នកណាដែលថានៅក្រោមបាតជើងស្ដេចរបស់គេគឺបានជាប់ឆ្នោតអានេះនិយាយឲ្យទូទៅតែម្ដងវីដេអូនេះខ្ញុំចង់ចែករំលែកតែប៉ុណ្្នឹងឯងបងប្អូនហើយចំពោះចូលឆ្នាំចិនថ្មីនេះខ្ញុំក៏សូមជូនពរបងប្អូនដែលដូចថាអ្នកដែលមានជាប់សាច់ឈាមជាជនជាតិចិនក៏សូមជូនពរបងប្អូនទាំងអស់គ្នាឲ្យហេងទាំងអស់គ្នារកស៊ីទទួលទានមានបានហើយក៏សូមឲ្យប្រទេសកម្ពុជារបស់យើងដូចថាឲ្យមានសេចក្តីសុខឆ្នាំ2026នេះឲ្យដូចថាបោះវាជាឆ្ងាយហ្នឹងហើយសូមឲ្យម្នាក់ដែលខៀវភ្នែកហ្នឹងឲ្យគាត់នៅខៀវភ្នែកអញ្ចឹងរហូតហើយក៏សូមឲ្យគាត់ដូចថាជ្រើសរើសយកទង្វើល្អកុំឲ្យមកឈ្លានពានប្រទេសកម្ពុជាតទៅទៀតបងប្អូនជួយ share និង comment ទាំងអស់គ្នាដើម្បីចែករំលែកក្នុងការគិតរបស់បងប្អូននៅជនជាតិខ្មែរដែលឃើញម្នាក់នេះខៀវភ្នែកឬក៏ខ្មៅភ្នែកឬក៏ជាំភ្នែកហ្នឹងហើយចាសសូមអរគុណទាំងអស់គ្នា